យកមួកទៅលក់តាមភូមិវេលាថ្ងៃត្រង់គាត់ឈប់សម្រាកនៅក្រោយដើមឈើក្រោមដើមឈើមួយដែលមានត្រជាក់ម្លប់ត្រជាក់គាត់ក៏សម្រានលុកទៅមួយសន្ទុះមកក្រោយមកឮសំឡេងចេកចាស់ធ្វើឲ្យគាត់ភ្ញាក់គាត់ងើយមើលទៅលើដើមឈើឃើញស្វាមួយវងកំពុងពាក់មួកគាត់រើសដំដីគប់ស្វាទាំងនោះស្វាបេះផ្លែគប់វិញស្វាបេះផ្លែឈើគប់វិញពេលនោះគាត់នឹកឃើញថាសត្វស្វាចូលចិត្តធ្វើត្រាប់តាមណាស់គាត់ដោះមួកពីក្បាលគប់ទៅស្វាក៏ដោះមួកពីក្បាលគប់បន្តវិញគាត់រើសមួកទាំងអស់ធ្វើរួចធ្វើដំណើរបន្តទៅទៀត